Ford Ranger อันนี้វិញបើកបនហ្នឹងក៏មិនបានប្រយ័ត្នក៏ជ្រុលទៅបុកក្បាលនេះពុះច្រែកជុំផ្លូវបណ្ដាលឲ្យខូចខាតអស់មួយកង់ដែរបរិះម្នាក់បើករថយន្ត Ford Ranger មួយគ្រឿងក្នុងល្បឿនលឿនក៏ជ្រុលចង្កូតទៅបុកក្បាលនេះពុះចែកទ្រង់ផ្លូវបោះអស់មួយកង់បណ្ដាលឲ្យមានការភ្ញាក់ផ្អើលម៉ោង 12 កន្លះអត់ម្លងអត្រាឈានចូលថ្ងៃ 25 គ្រីស្មាស់យើងហ្នឹងអញ្ចឹងរាប់ទៅដូចជា 3-4 ម៉ោងមុនហ្នឹងទេនៅលើផ្លូវជាតិលេខ 5 ក្នុងសង្កាត់ស្វាយប៉ែកខណ្ឌរិស័យកែវរាជធានីភ្នំពេញប្រភពពីកន្លែងកើតហេតុបានដឹងថាមុនពេលកើតហេតុឃើញរថយន្ត Mack Ford Ranger ពណ៌សមួយគ្រឿងស្លាកលេខសៀមរាប 2D7862 បើកបរដោយបរិះម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ 5 ក្នុងល្បឿនលឿននៅពេលដែលបើកមកដល់នឹងចំណុចកើតហេតុខ្វះការប្រុងប្រយ័ត្នក៏រេចង្កូតទៅបុកក្បាលនេះពុះចែកទ្រង់ផ្លូវខូចខាតអស់មួយកង់ចំណែករថយន្តដាច់កង់មកខាងទៅមុខលេងរួចមិនបណ្ដាលឲ្យមានមនុស្សរងរបួសទេក្រោយពេលកើតហេតុបើគេថាសមត្ថកិច្ចសហការជាមួយនឹងមន្ត្រីជំនាញចុះទៅវាស់វែងយករថយន្តទៅទុកសិនរងចាំឲ្យម្ចាស់នឹងចូលខ្លួនដោះស្រាយនៅពេលក្រោយ